សរសើរមែនអ្នកបាត់ដំបងបើនិយាយពីរសជាតិនៃការប្រឡាក់ឃ្មុំអាំងហ្នឹងគឺមានតែអ្នកបាត់ដំបងនឹងឯងលេខ1ហើយជាមួយនឹងបបរផេកដែលប្រើជាមួយនឹងបន្លែធម្មជាតិស្រស់ៗជាមួយនឹងស៊ុបមីម្ទេសក្តៅអីនេះគឺពិតជាអេមតែម្ដងសម្រាប់បងអ្នកខេត្តបាត់ដំបងអញ្ចឹងហើយថ្ងៃនេះសូមណែនាំបងប្អូនទាំងអស់គ្នាមកស្គាល់កន្លែងលក់បបរផេកជាមួយនឹងបុកល្ហុងក្តឹបអំពិលហើយនឹងឃ្មុំអាំងដែលមានរសជាតិពិសេសអីហ្នឹងគឺមាននៅកន្លែងបបរផេកល្ងាចជុំគ្នាអញ្ចឹងនៅពេលដែលបងប្អូនគ្រាន់តែដើរចូលមកដល់ឃើញចុងភៅរបស់គាត់កំពុងតែចំអិននៅចិត្តនឹងកន្លែងយើងញ៉ាំនឹងតែម្ដងជាមួយនឹងបន្លែថ្មីស្រស់ហើយលក្ខណៈបែបធម្មជាតិបងប្អូនមិនមានបន្លែជាប្រភេទគីមីអីទេហើយនេះគឺជាឆ្នាំងបបរដ៏ធំរបស់គាត់នឹងហើយចំណែកខាងនេះវិញគឺជាស៊ុបមីម្ទេសដែលជាស៊ុបម្យ៉ាងប្រចាំហាងរបស់គាត់ដែលមានរសជាតិឆ្ងាញ់ហឹលក្តៅបងប្អូនដាក់ធ្ងន់ពីល្ងាចអីហ្នឹងអាចទៅបន្សាបជាសវឹងនៅនឹងបានគឺថាដាក់តាមអាចារ្យនេះទៅគឺបែកញើសខ្ចាយស្វាងចែសតែម្ដងហើយសម្រាប់ឆ្នាំងមួយនេះគាត់ឲ្យឈ្មោះថាស៊ុបមីម្ទេសពិសេសដែលគាត់មានអេតបន្ថែមភ្លៅមាន់សាច់គោប្រហិតជាច្រើនមុខហើយមិនត្រឹមតែប៉ុណ្ណោះកន្លែងគាត់ក៏មានជាខួរចំហុយឬក៏តៅហ៊ូអាំងអីច្រើនមុខមែនទែនបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបងប្អូនទៅកន្លែងគាត់គឺមិនខ្វះអ្វីដែលយើងចង់ញ៉ាំនោះទេហើយនៅពេលដែលគាត់លើកមកឲ្យភ្ញៀវជាមួយនឹងស៊ុបមីម្ទេសរបស់គាត់នឹងគឺនៅតែក្តៅហុយពុះនឹងឯងបងប្អូនអញ្ចឹងហើយបងប្អូនចង់ញ៉ាំរបៀបជាក្តៅហឹលអីចឹងអាចទៅរកកន្លែងគាត់បានរីឯបុកល្ហុងក្តឹបអំពិលរបស់គាត់វិញរសជាតិកាន់តែពិសេសបងប្អូនដែលគាត់មើលទៅមានការច្នៃប្រឌិតរៀបចំបន្លែបានស្អាតមានដូចជាត្រសក់មានដូចជាក្តាតអីចឹងទៅបន្លែបែបធម្មជាតិយើងហ្នឹងបងប្អូនបាទហើយសម្រាប់រសជាតិនៃបុកល្ហុងក្តឹបអំពិលរបស់គាត់វិញគឺខ្ញុំឲ្យវ៉ាវតែម្ដងគឺឆ្ងាញ់ខ្លាំងចំណែកឯឃ្មុំអាំងរបស់គាត់វិញគឺជាប្រភេទឃ្មុំធម្មជាតិដែលគាត់បានកំងតាំងពីរតនគិរីមណ្ឌលគិរីមកទៀតផងបងប្អូនហើយសម្រាប់រសជាតិវិញគឺលេខ1តែម្ដងដែលខ្ញុំធ្លាប់ញ៉ាំឃ្មុំអាំងកន្លងមកបងប្អូនគឺកម្រប៉ះរសជាតិដែលឆ្ងាញ់បែបនេះខ្លាំងហើយជាមួយនឹងកូនឃ្មុំធំគឺឆ្ងាញ់ខ្លាំងតែម្ដងហើយគាត់ក៏មានជាប្រភេទឈុតសង្វាក់ញ៉ាំបែបលក្ខណៈគ្រួសារអីបានផងដែរនិយាយរួមទៅនៅកន្លែងគាត់គឺសបោមនុយញ៉ាំច្រើនបងប្អូនអាចទៅញ៉ាំមានកូនក្មេងមានអីក៏មានជាអាហារសម្រាប់កូនក្មេងដែរហើយដូចនេះអីគឺជាប្រភេទបង្អែមដូងខ្ទិះដែលគាត់ប្រើដូងខ្ទិះសឹងតែមួយជំហៀងតែម្ដងនៅក្នុងមួយចានសម្រាប់ភ្ញៀវម្នាក់ហើយដាក់លាយជាមួយនឹងទឹកដោះគោជាមួយនឹងទឹកខ្ទិះដូងជាមួយនឹងគ្រឿងផ្សំបង្អែមរបស់គាត់នឹងគឺយកមកញ៉ាំគឺមានអារម្មណ៍ថាឆ្ងាញ់មែនទែនបងប្អូនហើយរសជាតិផ្អែមនៃការកំណត់របស់គាត់គឺក៏មិនផ្អែមខ្លាំងពេកដែរគឺឡមល្មមនេះគឺគាត់ប្រើជាប្រភេទដូងធម្មជាតិផ្លែឈើធម្មជាតិអីចឹងសម្រាប់ធ្វើបង្អែមជូនបងប្អូនទាំងអស់គ្នាហើយនៅពេលដែលខ្ញុំបានភ្លក់ដំបូងគឺខ្ញុំមានអារម្មណ៍ថាឆ្ងាញ់ខ្លាំងមែនបងប្អូនបាទហើយនេះគឺជាទីតាំងរបស់គាត់ដែលមានឈ្មោះថាបបរផេកល្ងាចជុំគ្នាធ្វើដំណើរមកពីខាងព្រះនរាយណ៍តាមផ្លូវលេខ5ឆ្លងស្ពានហើយបត់ស្ដាំមកគឺដល់កន្លែងគាត់តែម្ដង